ក្រុមជ្រុលនិយមសៀមធ្វើការអប់រំភូមិព្រៃច័ន្ទនៅថ្ងៃទី31 ខែ10 ឆ្នាំ2025កងកម្លាំងទាហានសៀមជាច្រើននាក់បានធ្វើការរារាំងនិងទប់ស្កាត់មិនឲ្យក្រុមជ្រុលនិយមសៀមដែលដឹកនាំដោយលោកវីរៈស៊ុំខ្វាខិតនិងបកពួកចូលមកអុកឡុកនៅក្នុងភូមិព្រៃច័ន្ទគិតមកត្រឹមថ្ងៃនេះក្រុមជ្រុលនិយមដែលមានបកពួកប្រមាណ50ទៅ60នាក់មានទាំងបើកត្រាក់ទ័រនិងអេសកាវ៉ាទ័រផងដែរបានចូលមកក្បែរភូមិព្រៃច័ន្ទរបស់ប្រទេសកម្ពុជាប៉ុន្តែត្រូវបានកងកម្លាំងថៃជាច្រើននាក់ធ្វើការរារាំងនិងទប់ស្កាត់មិនឲ្យចូលមកអុកឡុកនិងបណ្តេញប្រជាពលរដ្ឋកម្ពុជាចេញពីភូមិឡើយទង្វើរបស់ក្រុមជ្រុលនិយមនេះហាក់បីដូចជាមិនអើពើទៅនឹងការចុះសន្ធិសញ្ញាបទឈប់បាញ់រវាងប្រទេសកម្ពុជានិងប្រទេសសៀមដែលមានប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកជាអ្នកជ្រោមជ្រែងនោះឡើយនៅថ្ងៃទី31 ខែតុលានេះក្រុមជ្រុលនិយមនិងបកពួកបានមកប្រមូលផ្ដុំគ្នាដើម្បីទាមទារឲ្យកងទ័ពរបស់ខ្លួនធ្វើការចាត់វិធានការបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យហើយក្រុមជ្រុលនិយមនេះបានដាក់សម្ពាធទៅលើកងទ័ពសៀមថាប្រសិនបើពួកគេមិនធ្វើតាមខ្លួននោះទេពួកគេនឹងចូលមកបណ្តេញប្រជាពលរដ្ឋកម្ពុជាចេញដោយខ្លួនឯងតែម្ដងទោះបីជាក្រុមជ្រុលនិយមធ្វើការអុកឡុកយ៉ាងណាក៏ដោយក៏កងទ័ពសៀមនៅតែធ្វើការហាមឃាត់មិនឲ្យពួកក្រុមជ្រុលនិយមទាំងអស់នេះធ្វើតាមអំពើចិត្តនោះឡើយហើយចំណែកឯកងទ័ពរបស់កម្ពុជាវិញក៏បានត្រៀមខ្លួនរួចរាល់ក្នុងការទប់ស្កាត់ដើម្បីការពារប្រជាពលរដ្ឋនៅក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៅក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកុំភ្លេចចុច Like និង Subscribe ដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបាទក្នុងការធ្វើវីដេអូបន្តសូមអរគុណ